Hello everyone, welcome back to our class. Today I'm telling you a story about the tortoise. Tortoise. For the first time I speak up in English and then I translate into Khmer language for you. ចឹងថ្ងៃនេះអ្នកគ្រូមកនិយាយរឿងទៀតអ្នកបងស្ដាប់ទាក់ទងជាមួយនឹងរឿងជាភាសាអង់គ្លេសតែដំបូងអ្នកគ្រូនិយាយជាភាសាអង់គ្លេសក្រោយមកអ្នកគ្រូនឹងបកប្រែជាភាសាខ្មែរណា Tortoise អណ្ដើក Tortoise was asleep in his chair. អណ្ដើកដេកលក់នៅក្នុងស្នូករបស់គាត់ Tortoise woke up. Can I come out of my shell today? Said Tortoise. អណ្ដើកក៏បានភ្ញាក់តើខ្ញុំអាចចេញក្រៅពីស្នូករបស់ខ្ញុំបានទេថ្ងៃនេះបាននិយាយដល់អណ្ដើក No, don't come out today, said Squirrel. It's very windy. It's autumn. ទេកុំចេញមកក្រៅអីនៅថ្ងៃនេះបាននិយាយដោយកំប្រុកវាគឺមានខ្យល់ខ្លាំងវាជារដូវស្លឹកឈើជ្រុះ Can I come out of my shell now? said Tortoise. តើខ្ញុំអាចចេញក្រៅពីស្នូករបស់ខ្ញុំបានទេឥឡូវនេះបាននិយាយដោយអណ្ដើក No, don't come out now, said Robin. It's too cold. It's winter. តែកុំចេញមកក្រៅឥឡូវនេះអីបាននិយាយដោយ Robin វាត្រជាក់ខ្លាំងណាស់វាជារដូវរងា Can I come out yet? said Tortoise. តើខ្ញុំអាចចេញបានហើយឬនៅបាននិយាយដោយអណ្ដើក No, not yet, said Frog. It's a very wet spring day. ទេមិនទាន់បានទេបាននិយាយដោយកង្កែបវាគឺជារដូវផ្ការីកដែលមានភ្លៀងធ្លាក់ចា Tortoise, come out of your shell អណ្ដើកចេញពីស្នូករបស់អ្នកមក Come out ចេញមក Come out ចេញមក Why? said Tortoise ហេតុអីទៅបាននិយាយដោយអណ្ដើក It's sunny day. It's sunny today. It's summer. វាជារដូវវាគឺមានពន្លឺព្រះអាទិត្យហើយនៅថ្ងៃនេះវាជារដូវក្តៅ Okay everyone, I hope you like this story and if you like it please don't forget to subscribe to my channel and like my video. Bye. See you in next video.